សំជូនរឿងអ្នកការពារប្រាសាទតារានិងសូរិយាឈរនៅចំណុចចាប់ផ្ដើមនៃយាត្រាពន្លឺដ៏ស្រស់ស្អាតនៃព្រះអាទិត្យនាពេលព្រឹកនៅលើភ្នំព្រះវិហារនៅតាមដងផ្លូវខណៈនោះតារាក៏បានសាកសួរពីផានទីចូលទៅក្នុងប្រាសាទខ្យល់ត្រជាក់មួយឆ្លងកាត់ព្រៃហើយរូបរាងស្រីស្រស់ស្អាតមួយលេចចេញមកនាងគឺនារីសុភាដែលជាវិញ្ញាណនៅលើដងភ្នំនាងញញឹមទៅកាន់អ្នកទាំងពីរព្រមជាមួយសម្រស់ដ៏ស្រស់ស្អាតនាងប្រាប់ថាខ្ញុំនឹងជួយនាំអ្នកទៅកាន់កន្លែងពិសិដ្ឋនោះក្មេងទាំងពីរក៏បន្តដំណើរតាមចំណោតថ្មបុរាណសូរិយាស្ទាបនឹងសង្កេតសញ្ញាប្លែកៗលើជញ្ជាំងភ្លាមនោះរូបសំណាក់សត្វសីហាចាប់ផ្ដើមភ្លឺពណ៌មាសពីខ្នងស្នាមព្រះតារាងាកក្រោយដែលភ្ញាក់ផ្អើលខណៈសូរិយាកាន់ដៃគាត់សត្វសីហាដ៏ខ្លាំងក្លាងើបឈរឡើងយ៉ាងស្ងប់ស្ងាត់ដូចជាប្រកាសការការពារពីក្រោយសសរថ្មបរិវ័យចំណាំម្នាក់បានលេចចេញមកសត្វសីហាមួយក្បាលមើលគាត់ដូចជាអ្នកដឹកនាំកូនពេលវេលាវិលត្រឡប់របស់ខ្ញុំបានមកដល់ហើយលោកតាវិឆ័យបង្ហាញប្រវត្តិសាស្ត្របុរាណដោយធ្វើនឹងដៃរំលេចរូបរាងមុនអាគមលើអាកាសកូនទាំងពីរមើលដោយភ្នែកភ្ញាក់ផ្អើលប្រាសាទព្រះវិហារនេះគឺជាបុព្វបុរសខ្មែរបានកសាងឡើងហើយក៏ជាការរួបរวมជាថ្លង់លួយទើបបានលេចចេញជាប្រាសាទដ៏អស្ចារ្យមកតារាត្រូវប្រឡងឆ្លងកាត់ខ្យល់ឆ្ងាយមួយដែលនារីសុភាបង្កើតឡើងដើម្បីសាក់លបងចិត្តរឹងមាំខ្យល់កន្ត្រាក់ស្លឹកឈើហើយក្រមារបស់គេហោះតាមខ្យល់តារាដើរយ៉ាងក្លាហានមិនរាថយឡើយនៅក្នុងបេះដូងប្រាសាទអក្សរបុរាណចាប់ផ្ដើមភ្លឺតារាចូលទៅមុខដោយមានដៃលោកតាវិឆ័យដាក់លើស្មាសូរិយារងចាំដោយសេចក្តីមោទនីពន្លឺដ៏អស្ចារ្យបញ្ចេញចុះពីលើបញ្ចប់ការផ្សងព្រេងនៃក្មេងទាំងពីរសត្វសីហាបញ្ចេញសម្លេងរំភើបបង្ហាញការគាំទ្រលោកតានិងនារីសុភាអបអរសាទរថ្ងៃលិចកំពុងបញ្ចេញពន្លឺមាសពីក្រោយប្រាសាទខណៈតារានិងសូរិយាកំពុងត្រឡប់ទៅភូមិពួកគេចូលចិត្តនឹងយល់ដឹងកាន់តែច្រើនបន្ទាប់ពីការផ្សងព្រេងមួយនេះបេះដូងពោពេញដោយក្តីសុខនិងមោទនភាព